ហើយនៅតែមានបងប្អូនគាត់ជាច្រើនដែលគាត់អត់បានបង់ពន្ធឡើងនៅខែ12អញ្ចឹងណាបងប្អូនអញ្ចឹងហើយខ្ញុំប្រាប់ហើយថាមានវិធីបាយមួយដែលយើងអាចឆែកនៅ Vitex app ហ្នឹងប៉ុន្តែគាត់ឆែកហើយអត់ឃើញទៀតអញ្ចឹងមានវិធីមួយទៀតគឺយើងត្រូវតែទៅផ្ទាល់តែម្ដងទៅនៅតាមតំបន់ដែលគេហៅថាសេចុងគួាបងប្អូនខាងផ្នែកដែលយើងត្រូវបង់ពន្ធបងអីហ្នឹងអញ្ចឹងអានេះគឺជាលេខដែលនៅភ្នំថេកសង្តានហើយនៅអានជុងទេបើសិនជាតំបន់ដែលបងប្អូននៅដូចជាសួនឬក៏ស្អីទៀតឈៀងឬក៏អានសានឬក៏អីចឹងបងប្អូនគ្រាន់តែទៅសេនៅកម្មវិធីនៃបទៅយកពាក្យថាអានសានស៊ីឆុងសេចុងគួាទៅហើយវាលោតជាលេខទូរស័ព្ទលេខអីហើយយើងបង់ទៅតាមហ្នឹងគឺជាការស្រេចហើយឬក៏យើងអត់ចង់ធ្វើអញ្ចឹងទេអញ្ចឹងបងប្អូនគួរតែទៅលេខនេះទៅចឹងលេខនេះទូទៅគឺគ្រាន់តែយើងទៅគេឲ្យចុចលេខម៉ានលេខដូចជាលេខ2លេខ1លេខ1បន្ទាប់មកយើងត្រូវចុចID card របស់យើងឬក៏លេខឡានរបស់យើងអញ្ចឹងទៅគឺវាអាចទទួលថាលេខកង់លេខអីយើងអាចបង់នៅតាមនឹងតែម្ដងក៏បានដែរបើសិនជាយើងខ្ជិលទេទៅនេះឬក៏យើងឆែកនៅកន្លែង home page Vitex ហើយនៅតែអត់ឃើញទៀតមានតែវិធីហ្នឹងទេណាបងប្អូនចឹងសាកល្បងទាំងអស់គ្នាទៅ